ប្រនាងបបសុំជូនរឿងក្រមាវេទមន្តរបស់ប្រនាងបបផាកាលពីព្រេងនាយមានប្រនាងតូចមួយអង្គប្រនាងបបផាថ្ងៃមួយប្រនាងបានទទួលកាដូជាកន្សែងក្រមាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតបំផុតវាទន់មើយដូចជាពពកហើយចាងចាំងដូចជាពន្លឺព្រះអាទិត្យនៅព្រឹកដ៏ត្រជាក់មួយប្រនាងបានតតឃើញក្មេងស្រីម្នាក់កំពុងញ័រញាក់នៅក្នុងសួនច្បារក្មេងស្រីនោះគឺជាកូនស្រីរបស់អ្នកថែសួនដែលមានតែខោអាវចាស់ៗសម្រាប់ស្លៀកប៉ុណ្ណោះដោយសេចក្តីអាណិតព្រះនាងបុប្ផាក៏បានយកកន្សែងក្រមាដ៏មានតម្លៃរបស់ខ្លួនទៅរុំដណ្ដប់ឲ្យក្មេងស្រីនោះព្រះនាងបំពាក់ក្រមាឲ្យច័ន្ទនីយកវាទៅចោះវានឹងជួយឲ្យឯងមានភាពកក់ក្ដៅព្រះនាងមានបន្ទូលដោយក្តីមេត្តារឿងដ៏អស្ចារ្យក៏បានកើតឡើងនៅពេលព្រះនាងដើរចេញទៅស្រាប់តែមានកន្សែងថ្មីមួយទៀតបានលេចឡើងនៅពេលព្រះនាងដើរចេញទៅស្រាប់តែមានកន្សែងថ្មីមួយទៀតបានលេចឡើងវាមានពន្លឺចែងចាំងជាងមុននិងទន់ជាងមុនទៅទៀតមិនថាជួបអ្នកណាដែលលំបាកព្រះនាងតែងតែចែករំលែកជានិច្ចរាល់ពេលដែលព្រះនាងផ្ដល់ឲ្យកន្សែងរបស់ព្រះនាងកាន់តែមានសោភ័ណភាពសូម្បីតែមន្ត្រីដែលឆេវឆាវក៏ព្រះនាងមិនរំលងក្នុងការជួយដែរចិត្តដ៏ល្អរបស់ព្រះនាងបានធ្វើឲ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើលព្រះរាជាដែលជាបិតាបានតតឃើញសកម្មភាពបុត្រីពីចម្ងាយទ្រង់មានប្រតិសបាយរីករាយណាស់ដែលឃើញបុត្រីមានចិត្តសប្បុរសបែបនេះព្រះនាងបានប្រាប់ទៅក្មេងៗថាការចែករំលែកគឺជាមន្តអាគមដ៏ពិតប្រាកដកាលណាអ្នកផ្ដល់ឲ្យកាន់តែច្រើនអ្នកនឹងទទួលបានមកវិញកាន់តែច្រើនចាប់ពីពេលនោះមកព្រះនាងបុប្ផាបានក្លាយជានិមិត្តរូបនៃសេចក្តីសប្បុរសព្រោះការផ្ដល់ឲ្យធ្វើឲ្យពិភពលោកកាន់តែស្រស់បំព្រងនិងមានភាពកក់ក្ដៅ